ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់បានឃើញព័ត៌មានខាងលើនេះហើយប្រហែលថ្ងៃមុននេះផ្ទុះខ្លាំងមែនទែនជាមួយនឹង content creator ជនជាតិវៀតណាមដ៏ល្បីម្នាក់ដែលមានឈ្មោះថា Denthi គាត់ទើបតែមានអាយុ23ឆ្នាំប៉ុន្តែគាត់បានកើតជំងឺមហារីកគ្រាប់ឈាមលើនេះគឺជា account TikTok របស់គាត់ដែលមានចំនួន follower រហូតដល់ទៅ 12.5 លានអ្នកជាងទៅហើយហើយគ្រប់វីដេអូរបស់គាត់នីមួយៗផ្ទុះ view ហ្មងព្រោះ content របស់គាត់គឺជា content បែប make up ស្អាតៗខ្ជូតនិងការរាំដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុង TikTok របស់គាត់អញ្ចឹងហើយថ្មីនេះគាត់បានចេញវីដេអូនិយាយអំពីទម្លាប់អាក្រក់តូចៗដែលគាត់បានធ្វើវាឡើងអស់រយៈពេល3ឆ្នាំចុងក្រោយមកនេះដោយមិនដឹងខ្លួនទើបបណ្ដាលឲ្យគាត់កើតមានជំងឺមួយនេះតែពេលដែល fan បានឃើញវីដេអូរបស់គាត់ហើយពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនឹកស្មានមិនដល់នោះទេថាគាត់មានជំងឺដ៏ធ្ងន់ធ្ងរមួយនេះពួកអីគាត់នៅក្មេងស្អាតអញ្ចឹងអត់មានអ្នកជឿទេហើយវីដេអូនេះក៏សំខាន់សម្រាប់បងប្អូនទាំងអស់គ្នាដែរក្នុងការចែករំលែកតគ្នាជៀសវាងជួបបញ្ហាជំងឺដូចគាត់ហើយមានវិបត្តិសេរីហើយទម្លាប់តូចៗដែលគាត់តែងតែធ្វើប្រហែសនោះមានដូចជាការអត់ងងុយគាត់តែងតែចូលគេងនៅម៉ោង 6-7 ព្រឹកជារៀងរាល់ថ្ងៃព្រោះតែគាត់រវល់នឹងការងារថតឬការកាត់វីដេអូអីផ្សេងរហូតធ្វើឲ្យវាคล้ายតែជាទម្លាប់ដែលតែងតែគេងខុសម៉ោងធ្វើឲ្យសរីរាង្គកាយរបស់គាត់ទទួលយកមិនបាននោះទេទី2គឺគាត់អត់ដែរញ៉ាំទឹកទេភាគច្រើនគាត់ញ៉ាំតែទឹកតែផ្អែមម៉ាត់ឆាឡាតេតែគាត់ញ៉ាំប្រភេទទឹកផ្អែមច្រើនលើសកំណត់ធ្វើឲ្យរាងកាយរបស់គាត់ទទួលយកបានតែសារជាតិស្ករនិងជាតិផ្អែមអ្នកទាំងអស់គ្នាដឹងហើយទឹកគឺសំខាន់សម្រាប់សារពាង្គកាយយើងណាតែ Denthi វិញគាត់បែរជាយកទឹកផ្អែមដូចជាតែគាត់ដូចជា milk tea អីហ្នឹងយកមកជំនួសទឹកទៅវិញទី3គឺគាត់តែងតែទម្លាប់ខ្លួនគាត់ងូតទឹកយប់ជ្រៅខ្លាំងព្រោះគាត់តែងតែគិតថាខ្លួនគាត់នៅក្មេងគាត់ទើបតែមានអាយុ23ឆ្នាំមានកម្លាំងមាំមួនដូច្នេះហើយទើបបណ្ដោយឲ្យខ្លួនឯងរស់នៅតាមរបៀបបំផ្លាញសុខភាពបែបនេះដោយមិនខ្វាយខ្វល់ពីភាពលំបាកឬក៏សុខភាពខ្លួនឯងខូចទៅថ្ងៃអនាគតនោះទេតែបើយោងតាមបែបវិទ្យាសាស្ត្រគ្រូពេទ្យបានពន្យល់ថាការញ៉ាំម៉ាត់ឆាឡាតេនិងការចូលគេងយប់ជ្រៅវាមិនមែនជាមូលហេតុចម្បងផ្ទាល់នោះទេដែលបង្កឲ្យកើតជំងឺមហារីកគ្រាប់ឈាមនោះជាក់ស្ដែងបញ្ហាធំជំងឺមួយនេះកើតឡើងដោយសារតែការបំលែងសែនខុសប្រក្រតីនៃកោសិកាឈាមតែទោះបីជាយ៉ាងណាក៏ដោយរស់នៅបែបទម្លាប់គេងយប់ជ្រៅខ្លាំងងូតទឹកយប់ខ្លាំងការមិនញ៉ាំទឹកឲ្យបានទៀងទាត់ញ៉ាំតែរបស់ផ្អែមរាប់ឆ្នាំក៏វាជាចំណែកមួយដែលបានបំផ្លាញប្រព័ន្ធសរីរាង្គកាយរបស់យើងយ៉ាងធ្ងន់ធ្ងរដូចគ្នាប៉ុន្តែទោះបីជាគាត់ត្រូវប្រឈមមុខជាមួយជំងឺដ៏កាចសាហាវមួយនេះក៏ដោយគាត់នៅតែថែរក្សាភាពវិជ្ជមានរបស់គាត់ជានិច្ចខ្ញុំសង្ឃឹមថាគាត់នឹងឆាប់ជាសះស្បើយហើយត្រឡប់មកធ្វើ content ឲ្យពួកយើងមើលបន្តទៀតព្រោះគាត់ជាមនុស្សម្នាក់ដែលស្មោះត្រង់ល្អខ្លាំងមែនទែនហ្មងអ្នកគ្នាចូលទៅតាមដាន account TikTok គាត់បានដឹងយ៉ាងណាក៏ដោយព័ត៌មានមួយនេះវាបានคล้ายទៅជាមេរៀននិងជាការដាស់តឿនដ៏ធំមួយសម្រាប់យុវជនយុវវ័យចំនួនក្រោយឲ្យងាកមកមើលថែទាំសុខភាពខ្លួនឯងនិងគេងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជៀសវាងជួបវិបត្តិសេរីដូច